มีนมមាននាងថ្ងៃនេះមកធ្វើម្ហូបទៀតហើយចាថ្ងៃនេះគឺគេមកស្លជាមួយនឹងឆៃថាវហើយនឹងការ៉ុតណាបងប្អូនស្ងោចាស្ងោឆៃថាវការ៉ុតប៉ុន្តែជាដំបូងគឺខ្ញុំឆាសាច់នេះសិនបងប្អូនដោយសារតែខ្ញុំអត់ចង់ដាក់ស្ងោវាយកហ្មងខ្លាចឆ្អាបប្តីខ្ញុំគាត់ញ៉ាំអត់បានណាបងប្អូនអញ្ចឹងគឺខ្ញុំឆាឲ្យវាឈ្ងុយអញ្ចឹងទៅប៉ុន្តែនៅតែប្តីខ្ញុំហ្នឹងគឺគាត់អត់ញ៉ាំសាច់ជ្រូកដដែលតែខ្ញុំឆាយ៉ាងទៅដើម្បីកុំឲ្យវាឆ្អាបទឹកឆ្អាបអីអញ្ចឹងណាបងប្អូនបានបងជាមួយនឹងយឺហឺហើយនឹងបកាក្រៀមរួចហើយប៉ុន្តែភ្លេចចុចថតអញ្ចឹងវីដេអូហ្នឹងខ្លីៗអញ្ចឹងទៅបងប្អូនចាអញ្ចឹងយើងដាក់ឆាសាច់នឹងដាក់ចូលហើយអានេះចាក់ភ្លាមហ្នឹងគឺគ្រឿងដែលខ្ញុំឆាមកខ្ញុំបងប្អូនបន្តែខ្ញុំដួសចោលទៅខ្លាចទឹកយើងវាកាន់តែល្អទៀតអញ្ចឹងដោយសារតែយើងឆាសាច់បែបអញ្ចេះទឹកវាល្អឡើងមកឆុងកាហ្វេមួយសិនថ្ងៃនេះឲ្យបានមានទឹកដោះគោក្រៀមយើងប្រើទឹកដោះគោខាប់តែម្ដងបងប្អូនចាជាមួយនឹងកាហ្វេចាកាហ្វេមក7យើងហ្នឹងឆ្ងាញ់អត់តោះហើយបងប្អូនណាចារាល់ថ្ងៃហ្នឹងយើងបានកាហ្វេនៅផ្ទះហ្នឹងឯងបើកាលមុននេះប្តីទិញឲ្យរាល់ថ្ងៃបងប្អូនចាព្រឹកឡើងប្តីដាក់មួយកែវអញ្ចឹងអត់កើទេដោយសារតែទិញម្ដងអស់$7-8រាល់ព្រឹកអញ្ចឹងយើងកាត់បន្ថយទៅដើម្បីកាត់បន្ថយចំណាយដែរអញ្ចឹងណាចង់និយាយថាឥឡូវហ្នឹងក្បាលពោះយើងឡើងរៀបស្មើនៅតែដកបន្តិចហ្នឹងទេបងប្អូនចាដោយសារតែយើងមានកូនច្រើនហើយនោះអញ្ចឹងយើងមិនដែរហាត់ប្រាណហាត់ទៅលើប្រាណវាមានដេកដកតិចតួចក៏បកកែបកាន់អីចាំបងប្អូនចាយើងបានរៀងស្អាតជាងមុនយើងកាច់រៀងតិចណាដើម្បីអួតសម្រស់ទៅលើគេដែរព្រោះអីយើងញ៉ាំសម្រស់ទៅដើម្បីខ្លួនយើងហើយដើម្បីឲ្យគេឃើញថាអូសៀងហើយថ្ងៃនេះស្អាតឯងជីវិតយើងបើមិនស្អាតគឺមិនកើតចាឥឡូវមកមើលសាឡននៅយើងនេះវិញខ្ញុំរងាស់ឡើងយូរឡើងផុយខ្លាំងមែនតើបងប្អូនចាខ្ញុំដាក់ជាមួយនឹងការ៉ុតហើយនឹងចេកថាវអញ្ចឹងទៅហើយចេកថាវគេរឿងសពតរឿងស្ពតទៅវាមិនសូវល្អដូចចេកថាវសាច់ឆៃថាវអើយខ្ញុំដឹងស្អីសាច់ថាវឆៃថាវវែងវត្តឲ្យខ្ញុំមិនដឹងហៅស្អីឲ្យវាត្រូវឆៃថាវហៅអញ្ចឹងមែនបងប្អូនអាលអូសរំលងទៅណាសៀងហើយសុំមកលក់មួយសិនបងប្អូនចាព្រឹកឡើងគឺញ៉ាំជាមួយនឹងវីតាមីន NAD Skin យ៉ាងនេះព្រោះអីសម្រាប់វីតាមីននេះគឺវាជួយស្បែកយើងភ្លឺថ្លាមានសំណើមហើយនឹងជួយជួសជុលកោសិកាចាស់អ្នកដែលគាត់មានបញ្ហាគេញ៉ាត់លក់សរសៃឈាមដើរអត់ស្រួលហើយវាជួយប្រឆាំងអុកស៊ីតកម្មទៀតបងប្អូនចាល្អខ្លាំងមែនតើនិយាយទៅអត្ថប្រយោជន៍វាគឺមានច្រើនខ្លាំងញ៉ាំព្រឹកឡើងទៅបងប្អូនចាហើយគ្រាប់វាគឺបែបហ្នឹងស្រួលលេបបងប្អូនវាមិនធំពេកហើយក៏មិនទូចពេកដែរបងប្អូននឹងស្រាប់វីតាមីនវាកម្រនឹងគ្រាប់ទូចណាហើយមួយទៀតអ្នកដែលគាត់មានបញ្ហាគេយប់ឡើងមានបញ្ហាហោមពោះចុកឆ្អល់លំលមូលកក្រិកកគ្រុកអីបងប្អូនចាអាចញ៉ាំបានជាមួយនឹង probiotic ញ៉ាំជា set បែបនេះគឺល្អខ្លាំងព្រោះអីសម្រាប់ probiotic ហ្នឹងគឺពេលដែលយើងញ៉ាំទៅវាជួយយើងបាត់ជើងបានទៀងទាត់អីចឹងណាបងប្អូនពេលដែលយើងញ៉ាំជាមួយនឹងវីតាមីនទៅគឺវាជួយដូចថាទទួលផលបានល្អអញ្ចឹងណាបងប្អូនព្រោះអី probiotic ហ្នឹងគឺវាជួយទៅដល់កាពះពោះវៀនទៀតអ្នកដែលគាត់មានបញ្ហាថាក្លិនមាត់ភើជូរគេហៅថាប្រព័ន្ធរំលាយអាហារគាត់ដើរអត់ស្រួលអីហ្នឹងបងប្អូនចាសាក់ញ៉ាំទៅបើសិនជាអត់ចង់ញ៉ាំជាមួយនឹង skin នេះសម្រស់អីចឹងណាព្រោះអីអា probiotic ហ្នឹងក៏ញ៉ាំហើយវាជួយយើងបាត់ជើងស្រួលដែរប៉ុន្តែបើសិនជាចង់ស្រកគីឡូខ្លាំងបងអាចសាកបានជាមួយនឹង skin នេះបងប្អូនចាសម្រាប់ skin នេះគឺវាជួយទៅដល់រំលាយជាតិខ្លាញ់ជួយយើងបាត់ជើងបានទៀងទាត់ហើយជួយកាត់បន្ថយចំណង់អាហាររបស់យើងទៀតណាបងប្អូនហើយបើសិនជាចង់ឲ្យស្រកកាន់តែខ្លាំងទៀតបងប្អូនចាមានមួយទៀតគឺជាមួយនឹងចាវីតាមីនចាសម្រក់ Skinny Plus បងប្អូនចាញ៉ាំជាឈុតបែបហ្នឹងគឺថាស្រកលឿនខ្លាំងមែនតើហ្មង